តម្លៃមាសគួរតែធ្លាក់ចុះខ្លះត្រឡប់មកវិញការបើកដំណើរការរដ្ឋាភិបាលអាមេរិករួមជាមួយនឹងការបញ្ចប់សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់គួរតែធ្វើឲ្យតម្លៃមាសមានការរងសម្ពាធធ្លាក់ចុះខ្លះរយៈពេលមួយសប្តាហ៍ជាងឯដែលរដ្ឋាភិបាលអាមេរិកបានបិទគប់ជាបណ្ដោះអាសន្នដោយសារតែអស់កញ្ចប់ថវិកាជំនួយប៉ុន្តែលោកប្រធានាធិបតីដូណាល់ត្រាំនឹងជួបពិភាក្សាជាមួយនឹងគណៈបកប្រជាធិបតេយ្យដើម្បីស្វែងរកដំណោះស្រាយក្នុងការបើកកញ្ចប់ថវិកាជំនួយទៅដល់រដ្ឋាភិបាលសារជាថ្មីឡើងវិញរួមជាមួយនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងហាម៉ាស់លោកប្រធានាធិបតីដូណាល់ត្រាំគាត់បានបង្ហោះថាចំណាត់ខ្មាំងទាំងអស់នឹងត្រូវបានដោះលែងក្នុងរយៈពេលខ្លីៗខាងមុខនេះហើយបូករួមជាមួយនឹងបច្ចេកទេសដែលអ្នកវិភាគមួយចំនួនបាននិយាយថាមាសកើនឡើងមកដល់កម្រិតខ្ពស់ខ្លាំងដល់ពេលដែលអ្នកវិនិយោគិនលក់យកផលចំណេញធ្វើឲ្យតម្លៃមាសនឹងមានការថមថយតម្លៃធ្លាក់ចុះត្រឡប់មកវិញខ្លះដូចគ្នាតែតម្លៃមាសក៏មិនធ្លាក់ចុះយូរដែរដោយសារតែមានព័ត៌មានអត្រាការប្រាក់ដុល្លារជួយទប់បច្ចុប្បន្ននេះជាង 90% ហើយពី CME Fed Watch ដែលរំពឹងថានឹងមានការបញ្ចុះលុយដុល្លារបន្ថែមទៀតនៅកិច្ចប្រជុំលើកក្រោយនេះព័ត៌មានទាំងអស់គ្រាន់តែចង់ចែករំលែកនិងដាស់តឿនទៅដល់បងប្អូនអ្នកដែលជួញដូរទៅលើមាសគីឡូឲ្យមានការប្រុងប្រយ័ត្នហើយសូមស្ដាប់ដោយពិចារណា